សូមក្រាបនមស្ការថ្វាយបង្គំចំពោះប្រជុំ3នៃបត្រៃរតគឺមានព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1ព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពកោតក្រែងជ្រះថ្លាខ្ពង់ខ្ពស់ទលោសូមនមស្ការព្រះថេរអនុថេរៈគ្រប់ព្រះអង្គទាំងក្នុងនិងក្រៅប្រទេសចម្រើនពរញោមញាតពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសថ្ងៃនេះខ្ញុំគណៈអាត្មាប្រកាសឈ្មោះញោមញាតដែលបានចូលរួមបច្ច័យតាមរយៈញោមឌឿនបងចំនួនទឹកប្រាក់របស់ពួកគាត់ដែលបានផ្ញើមកខ្ញុំគណៈអាត្មាប្រកេនមកហ្នឹងគឺ$1,560ទេដកជូនញោមឡំ$250នៅសល់$1,310សូមថ្លែងអំណរអគុណចំពោះញោមញាតដែលបានចូលរួមតាមរយៈញោមឌឿនចូលរួមកសាងកន្លែងបូជាសពនិងចាក់ដីចាក់សាបណាជំវិញកន្លែងបូជាសពបងនឹងចាក់ដីទឹកដីវត្តព្រៃខ្ពស់បងទី1សូមថ្លែងអំណរអគុណចំពោះអ្នកស្រីឌឿននិងស្វាមីព្រមទាំងកូនចៅរស់នៅសហរដ្ឋអាមេរិក$300ទី2លោកយាយម៉ានិងតាលឿព្រមទាំងកូនចៅរស់នៅសហរដ្ឋអាមេរិក$200ទី3នាងសុភានិងស្វាមីព្រមទាំងកូន$30ទី4នាងខំធីនិងកូនចៅនៅសហរដ្ឋអាមេរិក$25ទី5នាងដាំពុទ្ធសណយនិងស្វាមីព្រមទាំងកូន$10ទី6អ្នកស្រីលីណានិងស្វាមីព្រមទាំងកូនចៅ$100ទី7អ្នកស្រីជួននិងស្វាមីព្រមទាំងកូនចៅ$100ចំនួនទឹកប្រាក់$250នេះគឺញោមលីណាហៅញោមងុំជូនចំពោះញោមឡំទេណាបងជូនចំពោះញោមឡំ$250នឹងកូនរបស់គាត់បងទី8លោកយាយរ៉ាន់ឬកវ៉ាន់ព្រមទាំងកូនចៅ$10ទី9មិញសម្បត្តិនិងកូនចៅរស់នៅសហរដ្ឋអាមេរិក$20បងស្រីផៃនិងកូនចៅ$20បងស្រីគីព្រមទាំងកូនចៅ$40បងស្រីច័ន្ទរ៉ននិងកូនចៅ$50បងស្រីពៅនិងកូនចៅរស់នៅសហរដ្ឋអាមេរិក$10បងស្រីរុំនិងកូនចៅ$20លោករ៉ែមនិងភរិយាសែនព្រមទាំងកូនចៅ$60បងស្រីម៉ៅរស់នៅសហរដ្ឋអាមេរិកនិងកូនចៅ$20អ្នកមីងនឹកនិងកូនចៅរស់នៅសហរដ្ឋអាមេរិក$40បងស្រីសួននិងលោកម៉ៃព្រមទាំងកូនចៅរស់នៅសហរដ្ឋអាមេរិក$30សនសារ៉ាត់និងកូនចៅរស់នៅសហរដ្ឋអាមេរិក$20មីងនំនិងកូនចៅ$25មីងម៉ានិងកូនចៅរស់នៅសហរដ្ឋអាមេរិក$100លោកយាយជុំងាព្រមទាំងកូនចៅរស់នៅសហរដ្ឋអាមេរិក$20បងស្រីរស់រីបងស្រីរស់រីនិងកូនចៅរស់នៅសហរដ្ឋអាមេរិក$50ហើយលៀងនិងកូនចៅ$20ញោមអ្នកនិពន្ធបទចម្រៀងធ្វើបទចម្រៀងវីដេអូគឺញោមម៉ៅសាមៀននិងភរិយាព្រមទាំងកូនចៅ$100ញោមបាំងសុតសវនទេណាបងញោមបាំងសុតសវនហ្នឹងអ្នកនិពន្ធបទចម្រៀងនិងភរិយាព្រមទាំងកូនចៅ$55ចំនួនទឹកប្រាក់សរុបទាំងអស់គឺ$1,560ដល់$250ជូនញោមឡំហើយនៅសល់$1,310នេះខ្ញុំគណៈអាត្មាសងថ្លៃសម្ភារៈស៊ីម៉ងតគេអស់$970និងសងចាក់ដីណា$340ចឹងទឹកប្រាក់$1,310នេះគឺអស់ហើយញោមញាតណាបងអស់ហើយចឹងសម្រាប់ញោមញាតប្រុសស្រីទេណាដែលគាត់បានចូលរួមណែចាក់ដីចូលរួមក៏សាងកន្លែងបូជាសពបងហើយសម្រាប់
កសាងសមិទ្ធផលនឹងទៅដីវត្តព្រៃពោះគឺខ្ញុំកណាអាត្មាចុះពីដើមខែ2បងណាខែកុម្ភៈនោះគឺចាក់ដីចំនួន500ឡានបងហើយនឹងគ្រួក្រហម7ឡានណាហើយធ្វើកន្លែងបូជាសពគឺអស់សំងជាង10តោនបងរហូតដល់អាត្មាចុះមកកសាងរោងបាយនៅជាប់មាត់ស្ទឹងរាប់ស្ទឹងកន្លែងស្ពានយូលនិស័យនោះគឺដែលមានបណ្ដោយ12ម៉ែត្រទៅតឹង9ម៉ែត្រទៅសល់10ដើមក្នុងនោះផងដែរ10ដើមទៅសល់10ដើមក្នុងមួយដើម$100បងហើយញោមម៉ាក់នួនឧត្តរបញ្ញានិងស្វាមីព្រមទាំងកូនចៅចូលបានមួយដើមហើយនៅសល់9ដើមទៀតបងចំពោះទៅសល់ហើយក៏ត្រូវចាក់គ្រូក្រហមឲ្យផុតពីទឹកគ្រូក្រហមនេះក្នុង1ឡាន$62កន្លះបងណាចាក់គ្រូក្រហមឥឡូវឡើងរោងដែកឡើងច្រាងដល់លើហើយបងហើយបើចំពោះសង្កសី32សន្លឹកក្នុងមួយសន្លឹក$20បងណាយមម៉ាក់នួនឧត្តរាចូលសង្កសីដែរហើយនឹងប្អូនវេតណាចូល$45អញ្ចឹងការកសាងហើយប្រហែល3ថ្ងៃនេះក៏ចុះចំណាយចុះស្ទឹងបើសរុបដែកញោម100ដើមគាត់តែដែក12លី10លីនិង6លីទាំងអស់100ដើមអញ្ចឹងអាត្មាធ្វើចណ្ដើចុះស្ទឹងហ្នឹងចំនួន24កម្មបណ្ដោយ12ម៉ែត្រទៅទាំង4ម៉ែត្រញោមញាតចម្រើនពរញោមទាំងក្នុងនិងក្រៅប្រទេសដែលមានសទ្ធាជ្រះថ្លាចូលរួមកសាងបន្តនៅទឹកដីវត្តព្រៃពោះគឺញោមចូលរួមមករឿយញោមណាបងរឿយដើម្បីអាត្មានឹងចុះកសាងបន្តនៅក្នុងខែ3នេះបងអញ្ចឹងសូមអរប្រគុណនិងអរគុណដោយអំណាចបុណ្យនិងកុសលនេះក៏សូមឧទ្ទិសដល់បុព្វការីជនធម្មទាននិងអមិសទានអ៊ីទាំងណូញាតិណាងហោនតុសកតាហោនតុញាតិយោរីផលទាននេះសូមឧទ្ទិសដល់ញាតិទាំងឡាយសូមញាតិទាំងឡាយបានដល់នៅសេចក្តីសុខចុះសូមជូនពរជូនបុណ្យដល់ញោមប្រុសញោមស្រីទាំងអស់ដែលបានចូលរួមបច្ច័យកសាងបន្តនៅសមិទ្ធផលបន្តនៅទឹកដីវត្តព្រៃពោះសូមញោមបានទទួលសម្បកបតែពុទ្ធពរព្រះ4ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងសម្បត្តិ3សម្បត្តិមនុស្សសម្បត្តិទេវតាសម្បត្តិអស្ចារ្យព្រះនិព្វានញោមញាតប្រាថ្នានៅសម្បត្តិណាពរណាជ័យណាសូមឲ្យបានសម្រេចដូចបំណងបងប្រាថ្នាឆ្នាំថ្មីនេះសូមឲ្យមានសិរីសួស្តីមានលាភមានជ័យអាយុវែងជាពិរោគាជំងឺឈឺនឹងកាត់ទាំងឡាយណាសូមអនុមោទនា